បាទខ្ញុំបាទលោកគ្រូចៅមកជុលពេជ្រសូមអង្គកាយគ្រប់បរិបត្តិពីសំណាក់លោកគ្រូអ្នកគ្រូពីចម្ងាយផងនិងសូមការវន្ទាពីសំណាក់ព្រះសង្ឃគ្រប់អង្គគ្រប់ជាន់ថ្នាក់ទាំងអស់សូមទទួលការគោរពពីខ្ញុំកណាលោកគ្រូចៅមកជុលពេជ្រពីចម្ងាយនៅក្នុងថ្ងៃនេះទៀតសោតដែរខ្ញុំបាទមានការបកស្រាយអំពីក្បួនបុរាណខ្មែរយើងមួយក្បួនបាទគេហៅថាក្បួនស្នេហ៍សន្ធប់ចំពោះក្បួនស្នេហ៍សន្ធប់នេះវាមិនមែនជាក្បួនខាបក្បួនអន្តងដូចយើងខាបព្រលឹងមនុស្សដែលបែកបាក់គ្នាឲ្យរត់មករកស្រឡាញ់គ្នាទេបាទក្បួននេះគឺមិនតម្រូវតតែមនុស្សនឹងបែកគ្នាអាចធ្វើបានក្បួននេះទេបាទក្បួននេះគឺប្រើសម្រាប់ត្រង់តែហៅមនុស្សឲ្យនឹកឃើញផ្ទះសម្បែងទេបាទខ្ញុំឧទាហរណ៍ថាប្តីប្រពន្ធគេ2នាក់បាទប្តីប្រពន្ធគេ2នាក់គេស្រឡាញ់គ្នាសុកស្រាប់តែអាប្តីនឹងវាតែមានគេណាក្រៅទៅហើយដើរអត់ចូលផ្ទះប៉ុន្តែក្បួននេះមិនប្រើចំពោះប្តីប្រពន្ធដែលបែកបាក់គ្នាហើយទេវាគ្រាន់តែប្រើសម្រាប់ខាបអន្តងឲ្យមនុស្សម្នាក់នឹកឃើញផ្ទះនឹកឃើញសប្បាយត្រឡប់មកវិញគឺបែបហ្នឹងឯងគេហៅថាសន្ធប់ចិត្តបាទឬក៏ហៅថាចងចិត្តក្បួនមួយនេះគឺស្ថិតនៅក្នុងចង្កោមក្បួនមុនស្នេហ៍តែមិនបានស្ថិតនៅក្នុងចង្កោមក្បួនអំពើស្នេហ៍ទេបាទក្បួនអំពើស្នេហ៍វាផ្ដោតទៅលើការខាបការអន្តងដាស់វិញ្ញាណចងភូតអាហ្នឹងគេហៅថាការខាបការអន្តងវាប្រៀបធៀបដូចជាក្បួនអំពើស្នេហ៍តែក្បួនដែលខ្ញុំបាទបកស្រាយនេះវាជាយ័ន្តសន្ធប់ប៉ុន្តែសន្ធិដ្ឋនៅក្នុងចង្កោមមុនស្នេហ៍ឬមួយក៏វាប្រើដូចជារឿងឪពុកម្ដាយគាត់មានកូនកន្លោះកមុំទៅហើយកូននឹងវាដើរលេងដាច់យប់ដាច់ផ្ទះដាច់សបែងអត់ចូលផ្ទះអត់ចូលសបែងអញ្ចឹងទៅគេប្រើក្បួនមួយនេះដើម្បីឲ្យកូននឹងនឹកឃើញផ្ទះនឹកឃើញសបែងចង់ចូលផ្ទះចូលសបែងត្រឡប់មកវិញបាទអញ្ចឹងក្បួនមួយហ្នឹងគឺស្ថិតនៅក្នុងចង្កោមអញ្ចឹងហើយចំពោះក្បួនសន្ធប់គេហៅថាយ័ន្តសន្ធប់មួយនេះដែរគឺលោកគ្រូនៅក្នុងការធ្វើគឺតម្រូវចាំបាច់យ៉ាងគេផុតគឺត្រូវការអាវបាទត្រូវការអាវរបស់បុគ្គលដែលយើងចង់ហៅហ្នឹងបាទឧទាហរណ៍ថាប្តីប្រពន្ធគេបែកបាក់គ្នាប្តីវាទៅមិនចូលផ្ទះមិនចូលសបែងឬក៏ឪពុកម្ដាយគេនឹងគេចង់ហៅកូនគេចូលផ្ទះវិញលោកគ្រូត្រូវយកអាវបុគ្គលដែលយើងចង់ហៅហ្នឹងបាទយកអាវប៉ុន្តែมันអាចយកខោមកចាជាយ័ន្តបានទេពីព្រោះតែខោវាស្លៀកនៅក្រោមចង្កេះបាទរាប់ពីចង្កេះចុះក្រោមมันអាចចាជាយ័ន្តស្នេហ៍បានទេអញ្ចឹងយើងអាចចាបានត្រឹមតែជាអាវសាច់កណាត់ឬក៏អាវយឺតអីចឹងទៅបាទពេលដែលលោកគ្រូចាប់ផ្ដើមចាជាយ័ន្តហ្នឹងលោកគ្រូរបស់សម្ភារៈដែលលោកគ្រូគួរតែមាននៅក្នុងការធ្វើពិធីគឺរបស់2យ៉ាងទី1គឺកណាត់អាវរបស់គេទី2គឺដីបាតជើងតែបើអត់មានដីបាតជើងទេអាដីដែលយើងដែលសម័យខ្លួនគេពាក់នឹងស្បែកជើងហ្នឹងវាមានជាប់ដីនឹងបាតស្បែកជើងហ្នឹងយើងឲ្យឪពុកម្ដាយគេឬក៏គ្រួសាររបស់គេប្រពន្ធគេហ្នឹងគោះយកអាដីដែលជាប់នឹងស្បែកជើងហ្នឹងមកបាទអញ្ចឹងគឺត្រូវការអាវហើយនឹងដីបាតជើងបាទតែបើអត់មានដីទេឲ្យតែមានកញ្ចក់ដៃកញ្ចក់ជើងឬក៏សក់ក្បាលអីទៀតអាហ្នឹងកាន់តែល្អបាទតែបើអត់ទេក៏មានតែអាវក៏យើងអាចធ្វើបានដូចគ្នាអញ្ចឹងជាដំបូងឡើយគឺលោកគ្រូចាប់ផ្ដើមយកអាវបាទយកអាវហើយនឹងរបស់សម្ភារៈដែលយើងមានហ្នឹងដាក់នៅលើថាសជើងពៀនមុខអាសនៈមកហើយចាប់ផ្ដើមសូត្រភាវនាបគាថាដាស់របស់ទាំងអស់ហ្នឹងទី1គឺលោកគ្រូសូត្របគាថានមោតស្សៈបកិបតោរតោសម្មាសម្ពុទ្ធស្សៈហ្នឹងសូត្របគាថាហ្នឹង3ចប់បាទ3ចប់ហើយចាប់ផ្ដើមសូត្រធម៌សាកេហ្នឹង7ចប់បន្ថែមទៀតបាទហើយបន្ទាប់ពីសូត្រធម៌សាកេហើយចាប់ផ្ដើមសូត្រធម៌ផ្គុំធាតុ7ចប់បាទចំពោះបគាថា3មេហ្នឹងគឺជាបគាថាសម្រាប់យកមកដាស់អាវបាទដាស់អាវមុននឹងយើងចាប់ផ្ដើមធ្វើពិធីចាជាយ័ន្តហ្នឹងបាទពេលដែលលោកគ្រូចាប់ផ្ដើមដាក់ហើយបានយើងចាប់ផ្ដើមចាជាយ័ន្តសន្ធប់នេះដែលលោកគ្រូឃើញតែខ្ញុំបាទបង្ហាញហ្នឹងយ័ន្តហ្នឹងវាមានតែបគាថាពុទ្ធគុណទេបាទនមោតស្សៈហ្នឹងហើយនឹងខាងក្រោមគឺបគាថាអាហាកាំងរោតាំងហេត្វាហបនិហស្វាហៈហ្នឹងហើយអាកន្លែងវងកញ្ចក់ហ្នឹងគឺលោកគ្រូបញ្ចុះឈ្មោះបុគ្គលដែលយើងចង់ហៅបាទបញ្ចុះឈ្មោះនៅកន្លែងបុគ្គលដែលយើងចង់ហៅនោះទៅប៉ុន្តែគ្រាន់តែថាពេលដែលយើងសរសេរយ័ន្តចានៅលើអាវរហូតដល់កន្លែងភាវនាដែលយើងសរសេរឈ្មោះមនុស្សហ្នឹងគឺលោកគ្រូត្រូវសូត្រភាវនាបគាថាសូត្រថាអញ្ចេះនាមណੰសមសោយុរថោហេណមៈហើយវងកញ្ចក់ហ្នឹងគឺសរសេរឈ្មោះរបស់បុគ្គលហ្នឹងណាឧទាហរណ៍ថាឈ្មោះបុគ្គលសវណ្ណរិទ្ធទៅចោះខ្ញុំឧទាហរណ៍ថាសវណ្ណរិទ្ធអញ្ចឹងលោកគ្រូភាវនាថានាមណੰសមសោយុរថោហេណមៈសវណ្ណរិទ្ធគឺលោកគ្រូភាវនារហូតតសរសេរឈ្មោះសវណ្ណរិទ្ធហ្នឹងនៅលើយ័ន្តហ្នឹងចប់
បាទអញ្ចឹងមានថាបកាឋានគឺអត់គិតចំនួនចប់ទេគឺលោកគ្រូអ្នកគ្រូភេបនីរហូតតសរសេរឈ្មោះគេនឹងចប់បាទអញ្ចឹងពេលដែលលោកគ្រូអ្នកគ្រូចាជាយន់សរសេរឈ្មោះគេចប់ហើយបានលោកគ្រូអ្នកគ្រូចាប់ផ្ដើមដាស់អាវគេទៅបាទដាស់អាវគេដោយយកបកាថាធាំងសិយៈធាពុទ្ធមោនៈបាទធាំងសិយៈធាពុទ្ធមោនៈលោកគ្រូអ្នកគ្រូត្រូវសូត្រភេបនីបកាថានេះ108ចប់បាទចំពោះបកាថាធាំងសិយៈធាពុទ្ធមោនៈនោះលោកគ្រូត្រូវភេបនីសូត្របកាថានេះ108ចប់នៅក្នុងការដាស់អាវបាទនៅក្នុងការដាស់អាវគេហើយបកាថានេះគឺត្រូវតែគ្រប់108ចប់អត់អាចសូត្រ3ចប់7ចប់អីគឺអត់បានទេគឺត្រូវតែតម្រូវ108ចប់ហ្នឹងហើយពេលដែលលោកគ្រូអ្នកគ្រូចាប់ផ្ដើមសូត្រដាស់ចប់អីចឹងទៅគឺលោកគ្រូអ្នកគ្រូដល់ពេលដែលយើងចាប់ផ្ដើមអង្គុយហៅមនុស្សហើយបាទអង្គុយហៅមនុស្សចំពោះក្បួននេះដែរគឺជាក្បួនមុនស្នេហ៍អញ្ចឹងវាមិនមែនជាក្បួនខាបក្បួនអន្តងទេអញ្ចឹងកិច្ចរបស់នៅក្នុងយ័ន្តសន្ធប់មួយនេះគឺផ្ដោតទៅលោកគ្រូអ្នកគ្រូញីអាយនឹងឲ្យក្តៅបាទញីអាយគេក្តៅប្រៀបធៀបដូចយើងបោកខោអាវអញ្ចឹងណាបាទបោកខោអាវយើងមិនយកដៃយើងញីអាយហ្នឹងបាទញីអាយដើម្បីឲ្យជ្រុះក្អែលតែកិច្ចនេះគឺដូចគ្នានឹងការបោកខោអាវដូចតែគ្នាទេគឺគ្រាន់តែញីអាវនៅមុខអាសនៈញីផ្ទាប់ជាមួយនឹងដីនោះបាទដីបាត់ជើងគេបើអត់មានដីទេយើងចាតែយន់នៅលើកណាត់អាវហ្នឹងទៅហើយញីតតែអាវហ្នឹងគឺឡើងកម្ដៅបាទហើយលោកគ្រូអ្នកគ្រូសូត្រភេបនីបកាថាអាហិអកច្ឆយៈនាងកឬក៏អាខអញ្ចឹងទៅឈ្មោះបកគោដែលយើងចង់ហៅអាហិអកច្ឆយៈនាងកឬអាខមកឆាប់អ្នកមោមៈហិមៈស្វាហោមៈណាអាហិអកច្ឆយៈនាងកមកឆាប់អ្នកមោមៈហិមៈស្វាហោមៈបាទលោកគ្រូអ្នកគ្រូបកាថានេះក៏អត់គិតចំនួនចប់ដូចគ្នាបាទអត់គិតចំនួនចប់ទេគឺគិតត្រឹមតែលោកគ្រូអ្នកគ្រូចំណាយពេលវេលាអង្គុយហៅបានប៉ុណ្ណាលោកគ្រូអ្នកគ្រូធ្វើប៉ុណ្ណឹងទៅបាទធ្វើប៉ុណ្ណឹងទៅតែបើក្បួនសម្រាប់ខ្ញុំតាំងពីដើមទីមកខ្ញុំចូលចិត្តហៅគឺខ្ញុំកំណត់ធុកមួយសរសៃបាទមានថាយើងធុកអុចនៅមុខអាសនៈហ្នឹងហើយយើងចាប់ផ្ដើមញីអាយនឹងបដាភេបនីបកាថានឹងបដាគឺខ្ញុំសន្មតត្រឹមថាធុកឆេះអស់មួយសរសៃនេះគឺខ្ញុំជប់ធ្វើបាទហ្នឹងជាការសន្មតរបស់ខ្ញុំបាទអញ្ចឹងលោកគ្រូអ្នកគ្រូភេបនីបកាថានឹងបដាញីអាយនឹងបដាភេបនីបកាថានឹងបដាញីអាយនឹងបដាទៅបាទញីបដាឧបកិច្ចបដាញីបដាឧបកិច្ចបដាទៅបាទហើយការឧបកិច្ចពេលដែលលោកគ្រូអ្នកគ្រូចាប់ផ្ដើមញីលោកគ្រូឧបកិច្ចទៅបាទឧបកិច្ចថាបើសិនជាខ្ញុំកណាញីអាយនេះក្តៅពេលណាសូមឲ្យអាកហ្នឹងឬក៏មីខហ្នឹងសូមឲ្យវានៅមិនសុខនៅមិនសនុកណាសូមឲ្យហើយនៅមិនសុខនៅមិនសនុកចង់រត់មករកផ្ទះចង់រត់មករកសបែងចង់ទៅរត់មករកប្រពន្ធហើយចង់រត់មករកកូនឪពុកម្ដាយក្រុមគ្រួសារឲ្យត្រឡប់មកវិញណាសូមឲ្យហើយនៅមិនសុខនៅមិនសនុកក្តៅដូចអញកំពុងតែញីក្អៅហើយអញ្ចឹងណាគឺយើងឧបកិច្ចអញ្ចឹងមានថាយើងញីបដាយើងភេបនីបកាថានឹងបដាយើងឧបកិច្ចបដាទៅបាទភេបនីបកាថានឹង7ចប់អីចឹងទៅយើងឧបកិច្ចម្ដងទៅហើយសូត្របកាថានឹង7ចប់9ចប់ទៀតហើយយើងឧបកិច្ចម្ដងទៀតចឹងទៅបាទអញ្ចឹងក្បួនមួយនេះគឺយើងញីក្អៅអញ្ចឹងប៉ុន្តែការញីក្អៅនេះគឺយើងត្រូវធ្វើឲ្យបាន3ដងឬក៏3យប់ឬមួយក៏បាន7យប់បាទហ្នឹងគឺកាន់តែល្អចំពោះក្បួនខ្នាតមួយនេះហើយមួយវិញទៀតបើសិនជាលោកគ្រូអ្នកគ្រូញីអាវនេះហើយលោកគ្រូអ្នកគ្រូចង់លេងថកក្តៅឲ្យរៀងធ្ងន់ជាងនឹងបន្តទៀតបាទក្បួននេះគឺក្បួនដដែលទេប៉ុន្តែគាត់តែប្រើនៅលើធុកម្ដងបាទមិញគឺញីអាវប៉ុន្តែបើលោកគ្រូអ្នកគ្រូចង់ឲ្យវាខ្លាំងជាងនឹងមកកម្រិតទៀតគឺលោកគ្រូអ្នកគ្រូត្រូវអុជធុកឲ្យគ្រប់អាយុបកគោដែលយើងចង់ហៅនោះបាទខ្ញុំឧទាហរណ៍ថាប្តីគាត់ឬក៏កូនគាត់អាយុ30ឆ្នាំអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវអុជធុក30សរសៃបាទលោកគ្រូអ្នកគ្រូត្រូវអុជធុក30សរសៃហើយលោកគ្រូអ្នកគ្រូត្រូវយកធុកនឹងដាក់នៅពីលើយ័ន្តតែមិនមែនយកទៅអុជឲ្យឆេះយ័ន្តទេណាគឺគ្រាន់តែដាក់ធុកនឹងឲ្យភ្លើងធុកនឹងវានៅពីលើកណាត់យ័ន្តហើយយើងផ្លុំថាពីឆ្វេងរុញទៅស្ដាំបាទពីឆ្វេងរុញទៅស្ដាំគឺអាពីធរអ្នកមោតសៈនឹងរហូតដល់សម្មាសម្ពុទ្ធសៈហ្នឹងគឺយើងផ្លុំពីឆ្វេងទៅស្ដាំផ្លុំពីឆ្វេងទៅស្ដាំបាទហើយភេបនីបកាថាដូចគ្នាហើយឧបកិច្ចគឺដូចគ្នាវាគ្រាន់តែខុសត្រង់ថាទី1យើងយកដៃញីអាវទី2យើងយកភ្លើងធុកយកមកផ្លុំទៅលើអាវដើម្បីឲ្យក្តៅគឺខុសគ្នាត្រង់តែប៉ុណ្្នឹងទេតែរបៀបធ្វើបកាថាគឺប្រើតែមួយទេបាទប៉ុន្តែខ្ញុំសូមបញ្ជាក់ក្បួនដែលប្រើធុកមួយនេះហាមដាច់ខាតកុំឲ្យកតិចធុកធ្លាក់ឆេះនៅលើអាវ
បាទធ្លាក់ឆេះលើអាវគឺអត់បានទេជាពិសេសកុំឲ្យប៉ះទៅដល់ទូយ័ន្តបាទបើត្រឹមជាយកណាត់អាវអត់សូវអីប្រហែលទេតែបើសិនជាកតិចធុកហ្នឹងវាធ្លាក់នៅលើទូអាវទូយ័ន្តដែលយើងមានបញ្ចុះឈ្មោះមនុស្សម្នាក់ហ្នឹងហើយធ្វើអាវហ្នឹងធ្លុះអញ្ចឹងបកគោលដែលយើងកំពុងតែហៅហ្នឹងគាត់នឹងមានបញ្ហាដូចគ្នាបាទអាចធ្លាក់ខ្លួនទៅឈឺឬក៏មួយរយៈហ្នឹងអាសាធ្វើទុកបុកម្នេញក្តៅក្រហល់កាហាយពេញខ្លួនប្រាណអីចឹងទៅបាទអញ្ចឹងក្បួនមួយនេះវាពិតមិនមែនថាវាហៅវាបានលឿនប៉ុន្តែតំណមរបស់វាធ្វើយ៉ាងម៉េចកុំឲ្យឆេះដល់ទូយ័ន្តបាទកុំឲ្យឆេះដល់ទូយ័ន្តអានេះគឺលោកគ្រូធ្វើខ្លួនឯងតែក៏សូមប្រយ័ត្នដោយខ្លួនឯងដូចគ្នាបាទហើយក្បួនមួយនេះគឺលោកគ្រូចូលហៅ3ថ្ងៃឬក៏7ថ្ងៃជាប់គ្នាបាទពេលស្អែកឡើងទៅថ្ងៃហ្នឹងយើងហៅចប់ទៅយន់អាវហ្នឹងយើងដាក់នៅមុខអាសនៈទៅហើយស្អែកឡើងយើងយកអាវហ្នឹងយកមកសូត្រភាវនាបគាថាហៅទៀតទៅបាទឲ្យគ្រប់3យប់ឬក៏7យប់ឬក៏កំណត់ពេលដែលប្តីគេចូលផ្ទះហើយយើងឈប់ហៅទៅបាទហ្នឹងខ្ញុំបាទលោកគ្រូចៅមកចូលពេជ្រសូមចែករំលែកក្បួនមួយនេះត្រឹមតែប៉ុណ្្នឹងទេហើយដូចខ្ញុំជម្រាបមិញអញ្ចឹងក្បួននេះគឺមិនប្រើសម្រាប់កិច្ចនៅក្នុងការខាបអន្តងទេព្រោះវាមិនមែនជាក្បួនអំពើស្នេហ៍ប៉ុន្តែវាជាក្បួនមុនស្នេហ៍គឺប្រើនៅលើការឧបកិច្ចបាទគឺប្រើនៅលើការឧបកិច្ចប៉ុន្តែបើប្តីប្រពន្ធគេបែកបាក់គ្នាហើយយើងទៅខាបអន្តងដោយការប្រើក្បួននេះគឺអត់មានប្រសិទ្ធភាពទេបាទក្បួននេះគឺអាចប្រើបានសម្រាប់តែប្តីដើរលេងមិនសូវចូលផ្ទះចូលសបែងកូនអីហ្នឹងដើរមិនចូលផ្ទះចូលសបែងនិយាយឪម៉ែមិនស្ដាប់ហ្នឹងទៅរត់ដើរលេងអីចឹងទៅយើងអាចហៅមកវិញបានបាទអញ្ចឹងក្បួននេះគឺប្រើបានត្រឹមប៉ុណ្ណឹងបាទអញ្ចឹងខ្ញុំបាទលោកគ្រូចៅមកចូលពេជ្រសូមអោនកាយគោរពនិងថ្វាយបង្គំលាដល់សំណាក់លោកគ្រូនិងព្រះសង្ឃគ្រប់អង្គគុណគ្រប់ជាន់ថ្នាក់បាទសូមទទួលការគោរពពីខ្ញុំបាទលោកគ្រូចៅមកចូលពេជ្រពីចម្ងាយបាទ